វីដេអូនេះដែរសូមផ្ញើជូនទៅកាន់លោកហេងរតនាស្នងការរងទទួលផែនចរាចរណ៍ភ្នំពេញសូមលោកជួយចុះមកពិនិត្យមើលត្រង់ចំណុចម្ដុំចាក់សម្រាមនៅលើផ្លូវ50ម៉ែត្រក្នុងខណ្ឌដង្កោផងយើងឃើញថារថយន្តដឹករបស់របរអេតចាយដឹកសំពេញសំពងជាច្រើនគ្រឿងបើកបរលើផ្លូវសាធារណៈបានដោយរលូនមិនតែប៉ុណ្ណោះចំណុចនេះបានដាក់របស់របរកំប៉ុងអេតចាយមានដែកមានជ័រមានថង់ក្លាស្ទិកច្រើនបានដាក់រាយពាយពេញទៅផ្លូវយ៉ាងអនាធិបតេយ្យហើយការដឹកជញ្ជូនរបស់ពួកគាត់គឺមិនដែលឃើញមានសមត្ថកិច្ចនគរបាលចរាចរណ៍ណាចុះទៅហាមឃាត់ចុះទៅទប់ស្កាត់ចុះទៅអប់រំគឺឃើញតែចរាចរណ៍ទៅចាប់តែរថយន្តធុនតូចរថយន្តប្រុសរថយន្តកាមេរីរថយន្តលក្ខណៈគ្រួសារតូចហ្នឹងគឺឃើញបងចរាចរណ៍យើងតែងតែឃាត់ខ្ញុំមិនដឹងថាគាត់ឃាត់យកទៅផាកបណ្ដៃឃាត់យកទៅអប់រំឃាត់ទៅកោសរុះយកលុយអីគឺខ្ញុំអត់បានដឹងនោះទេប៉ុន្តែអ្វីដែលខ្ញុំឃើញជាក់ស្ដែងគឺឃាត់តែរថយន្តតូចចំណែកឯរថយន្តធុនធំរថយន្តដឹកថ្មដឹកសាច់ដឹកទំនិញសពេញសពងគឺបងចរាចរណ៍នៅត្រង់ចំណុចគោលដៅផ្លូវ50ម៉ែត្រឆ្ពោះទៅកាន់ផ្សារអេអន3គឺមិនដែលឃើញឃាត់រថយន្តដឹកទំនិញសពេញសពងដឹកដែកដឹកសាច់ដឹកដីទាំងនេះនោះទេគឺឃើញឃាត់តែរថយន្តធុនតូចរថយន្តលក្ខណៈគ្រួសាររថយន្តទូចដូចជាឡានប្រុសឡានកាមេរីឡានឆ្លាមអីហ្នឹងគឺឃើញបងចរាចរណ៍យើងឃាត់ស្ទើរតែរាល់ថ្ងៃសង្ឃឹមថាលោកហេងរតនានគរបាលចរាចរណ៍ផ្លូវគោកនឹងចុះមកពិនិត្យត្រង់ចំណុចផ្លូវ50ម៉ែត្រនេះជាពិសេសត្រង់ចំណុចស្តុបបំបែកទៅផ្សារអេអន3និងចំណុចចាក់សម្រាមដែលខ្ញុំបានភ្ជាប់ជាមួយនឹងវីដេអូនេះគឺឃើញថារថយន្តដឹកសបកកំប៉ុងសបកស្នោកេះរបស់ជ័រដែកដែលជាតំណែងអេតចាយនេះគឺដឹកឡើងសពេញសពងតែម្ដងរួមទាំងមានរថយន្តដឹកដីដឹកសាច់គឺបើកបានដោយរលូន